Thank you, thank you, thank you, thank you. ថ្ងៃស្អែកឡើងយើងក៏បានកាត់ត្រក្នុងភូមិមួយហើយនៅក្នុងភូមិហ្នឹងយើងក៏បានឃើញសត្វជ្រូកព្រៃមួយធំដែលវានឹងគឺកំពុងតែអុកលុកនៅកន្លែងហ្នឹងហើយសត្វជ្រូកព្រៃហ្នឹងវាក៏បានរត់សម្រុកទៅកាន់បរិសម្នាក់ហ្នឹងក៏បានប្រើប្រាស់ឆាតរបស់គាត់ទៅទប់នឹងសត្វជ្រូកហ្នឹងដែលសត្វជ្រូកព្រៃហ្នឹងវារុញបរិសម្នាក់ហ្នឹងអត់ទៅទេហើយគាត់ក៏បានប្រើប្រាស់ឆាតរបស់គាត់ដាក់ជ្រូកហ្នឹងខ្ទប់បាត់អ្នកភូមិនៅកន្លែងហ្នឹងក៏បានមកធ្វើការគុណទៅកាន់គាត់រួចបរិសម្នាក់ហ្នឹងគាត់ក៏បានសួរទៅកាន់អ្នកភូមិហ្នឹងថាពួកគេហ្នឹងគឺមានស្គាល់សាលា Furingan High School អត់គឺជាសាលារបស់រ៉ាន់ម៉ាហើយគាត់ក៏បានឲ្យផែនទីទៅកាន់បរិសម្នាក់នេះមើលបរិសម្នាក់នេះបន្ទាប់ពីគាត់បានមើលហើយក៏បាននិយាយថានេះនៅតូក្យូដែរលឿនចឹងបរិមអ្នកនោះគាត់ក៏បានធ្វើការគុណហើយគាត់ក៏បានដើរទៅមុខបន្តទៀតដែលពូនៅកន្លែងនោះក៏បាននិយាយថា He must be lost មកទៅក្រោយមកយើងក៏បានឃើញបរិមអ្នកហ្នឹងគាត់កំពុងតែឈរនៅមុខសាលាមួយព្រោះគាត់ក៏បានចាត់សិស្សម្នាក់មកសួរថាស្គាល់សាលា Furingan High School អត់អត់ចេះមើលនេះរួចគាត់ក៏បានសួរទៅកាន់សិស្សម្នាក់នឹងទៀតថាណារ៉ាន់ម៉ាសិស្សម្នាក់នឹងគាត់ក៏បាននិយាយថានោះរ៉ាន់ម៉ាហើយយើងបានឃើញថារ៉ាន់ម៉ាហ្នឹងគឺគាត់កំពុងតែរត់ចេញពីអាកាណេដែលអាកាណេនេះកំពុងប្រាប់ឲ្យរ៉ាន់ម៉ាហ្នឹងឈប់សិនពួកគេអត់តន់ទៅផ្ទះភ្លាមទេត្រូវតែទៅទិញអីវ៉ាន់សិនប៉ុន្តែរ៉ាន់ម៉ាវិញគាត់បានខ្វល់ទេរួចគាត់ហ្នឹងក៏បានលោតចេញទៅហើយនៅគណៈនោះហ្នឹងគាត់ក៏បានទទួលដឹងថាដូចជាមានអ្វីហ្នឹងកំពុងតែវាប្រហារមកកាន់គាត់ចឹងហើយគាត់ក៏បានងាកមើលទៅលើហើយបានឃើញប្រូមីងហ្នឹងគាត់ក៏បានយកឆាតរបស់គាត់ចាក់មកលើរ៉ាន់ម៉ាដែលរ៉ាន់ម៉ាគាត់ក៏អាចគេចតន់ហើយប្រូម្នាក់ហ្នឹងគាត់ក៏បាននិយាយទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ានេះគឺនៅតែកំសាករត់ដដែលចឹងឃើញចឹងនៅអាកាណេបានសួរទៅកាន់រ៉ាន់ម៉ាថាពួកគេទីពីរនាក់ស្គាល់គ្នាអត់ហើយចំពោះរ៉ាន់ម៉ាវិញបន្ទាប់ពីគាត់ឈោមមកអាប៉ែកនឹងមកផ្លេទៅក៏បាននិយាយថាអាប៉ែកនឹងគាត់ស្គាល់ឈ្មោះអីភ្លេចណាបរិមអ្នកនោះក៏បានសួរទៅកាន់រ៉ាន់ម៉ាថាហេតុអ្វីបានជារ៉ាន់ម៉ាអត់បង្ហាញខ្លួននៅកន្លែងដែលពួកគេត្រូវវាយគ្នាលឿនចឹងរ៉ាន់ម៉ាគាត់ក៏បានចាំបរិមអ្នកនឹងវិញហើយក៏បានហៅទៅកាន់ប្រូនឹងថារីយ៉ូកាហើយគាត់បានឆ្លើយទៅនឹងសំណួររបស់រីយ៉ូកាថាអាកន្លែងចាំគ្នាហ្នឹងគាត់ទៅចាំរីយ៉ូកាឡើង3ថ្ងៃយកប៉ុន្តែរីយ៉ូកាមកទេរីយ៉ូកាក៏បានតបទៅកាន់រ៉ាន់ម៉ាវិញថារ៉ាន់ម៉ាគាត់តែ3ថ្ងៃហ្នឹងគាត់ដេកលេងមែនរយៈពេល3ថ្ងៃហ្នឹងគឺគាត់តស៊ូណាដើរឡើងចំពេញមកប្រទេសជប៉ុនហើយដើរវិញផ្លូវឡើងពេញហ្នឹងរ៉ាន់ម៉ាក៏បានតបមកវិញថាផ្ទះរបស់ប៉ែរីយ៉ូកាហើយនៅកន្លែងវាយគ្នាហ្នឹងដើរផ្លូវត្រង់សហ្នឹងហើយដើរប៉ុណ្ណឹងវិញផ្លូវដែររីយ៉ូកាក៏បាននិយាយច្រើនទេគាត់ក៏បានបោះសបុតសុំវាយគ្នាមួយស្មើហ្នឹងទៅឲ្យរ៉ាន់ម៉ាបានប្រាប់ទៅកាន់រ៉ាន់ម៉ាថាកុំឲ្យរ៉ាន់ម៉ារត់ទីលេសោះឬក៏ហ្នឹងក៏បានដើរចាក់ចេញទៅម្ដងផ្ទះវិញកំពុងតែហូបអាហារហ្នឹងអាកាណេនេះបានសួរទៅកាន់រ៉ាន់ម៉ាថាតើរ៉ាន់ម៉ាបានធ្វើទៅលើអាប៉ែហ្នឹងបានជារីយ៉ូកាហ្នឹងក៏ស្អប់មកលើរ៉ាន់ម៉ាហើយសុំហៅរ៉ាន់ម៉ាហ្នឹងវាយគ្នាមួយស្មើដែលរ៉ាន់ម៉ាខ្លួនឯងក៏គាត់ដឹងអីដែរឬក៏ហ្នឹងក៏បានអង្គុយគិតហើយគាត់បានចាំថានៅក្នុងសាលាចាស់ហ្នឹងគឺពួកគេទីពីររៀនជាមួយគ្នាហើយនៅក្នុងសាលាណាកន្លែងគេទិញរបស់ញ៉ាំហ្នឹងគឺអញ្ញាមែនតើចឹងហើយអ្នកលក់នៅកន្លែងហ្នឹងក៏តែងតែបោះនំមកកាន់សើជានិច្ចឃើញចឹងរីយ៉ូកាក៏បានហក់ទៅចាប់ប៉ុន្តែពេលហ្នឹងរ៉ាន់ម៉ាក៏បានហក់មកចាប់បានមុនដែលបានធ្វើឲ្យរីយ៉ូកាក៏ចាប់ផ្ដើមគុំទៅលើរ៉ាន់ម៉ាចាប់តាំងពីពេលហ្នឹងមកហើយថ្ងៃបន្តមកហ្នឹងរីយ៉ូកាក៏នៅតែបន្តចាញ់ទៅកាន់រ៉ាន់ម៉ាទៀតគឺគាត់ចាប់ផ្ដើមឈ្នះរ៉ាន់ម៉ាទេលឿនចឹងហើយនឹងអាកាណេនេះក៏បានទៅបើកអាសបុតសុំវាយគ្នានឹងមើលហើយនេះបានប្រាប់ទៅកាន់រ៉ាន់ម៉ាថាការប្រកួតរបស់ពួកគេទៅពីរនាក់គឺបានចាប់ផ្ដើមតាំងពីម្សិលមិញម្លេះរ៉ាន់ម៉ាក៏បានឆ្លើយតបទៅវិញថាមិនបាច់ឲ្យអាកាណេនឹងបារម្ភទេក៏គាត់ថាប៉ែរីយ៉ូកានេះឥឡូវដឹងកំពុងទៅនៅណាទេនេះហើយយើងបានឃើញប្រូមួយនឹងក៏កំពុងតាមវិញផ្លូវទៀតហើយមកទៅក្រោយមកវាក៏ដល់ថ្ងៃដែលពួកគេនឹងគឺត្រូវតែវាយគ្នារ៉ាន់ម៉ានិងរីយ៉ូកានេះក៏បានមកឈរទៅមុខគ្នាចឹងណាមានអ្នកមកទស្សនាច្រើនមែនតើមានទាំង MC ទៀតហើយមុនការប្រកួតបានចាប់ដើមឡើងរ៉ាន់ម៉ាក៏បាននិយាយទៅកាន់រីយ៉ូកាថាគាត់ចង់វាយគ្នាជាមួយរីយ៉ូកាទេចឹងហើយពួកគេគួរតែមកដល់ស្រាយបញ្ហាដល់សន្តិវិធីវិញហីបន្ទាប់មកគាត់ក៏បានបោះនំប៉័ង2 3ទៅឲ្យរីយ៉ូកានឹងបាននិយាយថាឡូហ្នឹងគឺពួកគេបានដោះស្រាយហើយតែរីយ៉ូកាក៏បាននិយាយទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ាកំពុងតែធ្វើអីហានំប៉័ងទាំងអស់នេះហ្នឹងគឺហួសដលេទៀតហើយយើងបានដឹងថាមូលហេតុហ្នឹងគឺមិនមែនមកពីនំប៉័ងទេបន្ទាប់មករីយ៉ូកាក៏បានយកឆាតរបស់គាត់ចាក់ទៅកាន់រ៉ាន់ម៉ាឆ្វេងដែលរ៉ាន់ម៉ាគឺគាត់បានតដៃវិញទេគាត់បានត្រឹមតែកិច្ចតែប៉ុណ្ណោះហើយគាត់ក៏ព្យាយាមនិយាយទៅកាន់រីយ៉ូកាថាឲ្យរីយ៉ូកាបញ្យល់គាត់តិចមើលគាត់យល់ទេមិនបានជារីយ៉ូកាមកខឹងគាត់ទៅវិញរីយ៉ូកាក៏បានឆ្លើយតទៅវិញថាទោះបីជាគាត់និយាយប្រាប់ទៅកាន់រ៉ាន់ម៉ាហ្នឹងក៏រ៉ាន់ម៉ាមិនយល់មិនជឿគាត់ដែរមិនតបបាននិយាយប្រាប់គេផងគេមិនយល់បន្ទាប់មកគាត់ក៏បានគប់ឆាតរបស់គាត់ទៅកាន់រ៉ាន់ម៉ាហើយនៅគណៈដែលរ៉ាន់ម៉ាក៏កំពុងតែផ្ដោតអារម្មណ៍ទៅលើអាឆាតហ្នឹងរីយ៉ូកាក៏បានស្រែកនៅគណៈដែលគាត់បានចងលើក្បាលគាត់ហ្នឹងមកចងដៃជាមួយនឹងរ៉ាន់ម៉ាហើយក៏បាននិយាយទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ាមិនអាចរត់ទៅណាបានទៀតទេហើយអាឆាតដែលគាត់បានគប់មិញហ្នឹងវាក៏បានវិលទៅដល់កន្លែង MC ឃើញអញ្ចឹងនៅពួក MC គាត់ក៏បានទៅលើអាឆាតហ្នឹងប៉ុន្តែជាបានឃើញថាគាត់គឺលើអត់រួចទេអាកាណេនេះក៏បានមកសុំសារម្ដងសូម្បីតែអាកាណេនេះក៏នាងលើកមិនរួចដែរហើយអាកាណេនេះក៏បានដឹងថាអាប៉ែរីយ៉ូកានេះគឺពិតជាមានកម្លាំងខ្លាំងមែនដោយសារតែរីយ៉ូកាក៏លើអាឆាតហ្នឹងទៅដៃម្ខាងទេដឹងដំណឹងនេះភ្លាមអាកាណេនេះក៏បានស្រែក
យប្រាប់ទៅកាន់រ៉ាន់ម៉ាថាកុំឲ្យរ៉ាន់ម៉ាវាយក្នុងរយៈចម្ងាយខ្លីជាមួយអ្នកពាក់នឹងអីដោយសារតែយូហ្គាគឺគាត់មានកម្លាំងខ្លាំងណាស់និយាយចឹងហើយយូហ្គាគាត់ក៏បានយកដៃរបស់គាត់នឹងប៉ាទៅកាន់មុខរបស់រ៉ាន់ម៉ាបន្តិចដែលបានផ្ដល់នូវរបួសមួយទៅកាន់មុខរបស់រ៉ាន់ម៉ាឃើញចឹងហើយរ៉ាន់ម៉ាក៏បាននិយាយថាអូត្រូវហើយមីងលេងសោះហ្នឹងឮចឹងហើយអ្នកពាក់យូហ្គាគឺអត់ខ្វល់ទេគាត់ក៏បានវាយទៅកាន់រ៉ាន់ម៉ាបន្ថែមទៀតដែលលើកនេះគឺរ៉ាន់ម៉ាគាត់មិនឆយវាយទេគាត់បានប្រើប្រាស់ល្បឿនគាត់កិច្ចឡើងលឿនជួយជើងរបស់គាត់ទៅក្បួយកយូហ្គាទៅបុកនឹងដីខ្ទប់បាត់ចឹងហើយយូហ្គាគឺគាត់អត់តន់ចោះចាញ់ទេគាត់ក៏បានប្រើប្រាស់កម្លាំងទាំងអស់របស់គាត់នឹងខំប្រឹងរើចេញពីរ៉ាន់ម៉ាបានសម្រេចរ៉ាន់ម៉ាគាត់ក៏បានដាក់យូហ្គាមកជើងផ្លាប់ក៏បានធ្វើឲ្យកណ្ដាប់ដែលពួកគេបានចងគ្នានឹងក៏បានដាច់យូហ្គាគាត់ក៏បានប៉ាទៅដល់កន្លែងអ៊ំស៊ីគេហ្នឹងរ៉ាន់ម៉ាក៏នៅតែបន្តដេញធាក់ទៅលើយូហ្គាទៀតយូហ្គាគាត់ក៏បានប្រើប្រាស់ឱកាសហ្នឹងទៅយកឆាតរបស់គាត់មកចាក់លើរ៉ាន់ម៉ាដែលបានធ្វើឲ្យអាវរបស់គាត់លហែកឃើញចឹងរ៉ាន់ម៉ាក៏បាននិយាយថាយូហ្គាបានធ្វើអាវដែលគាត់ស្រឡាញ់លហែកហើយយូហ្គាក៏បានតទៅវិញថាកុំឲ្យរ៉ាន់ម៉ានឹងមកអួយដូចជាមនុស្សស្រីពេកលើគេថាខ្លួនជាមនុស្សស្រីចឹងរ៉ាន់ម៉ាគាត់ក៏បានចាប់ផ្ដើមមើលភ្លាមឬក៏ណាក៏បានដេញទាត់ទៅលើយូហ្គាទៀតឃើញចឹងអាកាណេនេះក៏បានរត់ទៅតាមរ៉ាន់ម៉ាដែលអាកាណេនេះគឺនឹងបារម្ភទៅកាន់រ៉ាន់ម៉ាមែនតើរ៉ាន់ម៉ាគាត់ក៏បានទាត់ដល់កន្លែងកលៀងដៃនេះដែលយូហ្គាគាត់កំពុងទៅនៅកន្លែងនឹងឡើងបែកខ្ទេចហើយដោយសារតែប៉ះទឹកនឹងរ៉ាន់ម៉ាគាត់ក៏បានប្រែខ្លួនខ្លាចជាមនុស្សស្រីទៀតឃើញចឹងយូហ្គាក៏បានសួរថាណាគេនឹងបាត់រ៉ាន់ម៉ាទៅណាបាត់ហើយរ៉ាន់ម៉ាគាត់ក៏បានលោតទៅធាក់យូហ្គាហើយពាក់យូហ្គានឹងហឡៃទៅមើលឆ្មាហ្នឹងក៏ត្រូវរ៉ាន់ម៉ាដាក់មកជើងផ្លាប់អាកាណេនេះក៏បានរត់មកដល់ហើយនេះក៏បានប្រាប់ទៅកាន់រ៉ាន់ម៉ាថារ៉ាន់ម៉ានឹងបានប្រែរូបហើយលឿនចឹងយូហ្គាគាត់ក៏បានដឹងថាម្នាក់នឹងហើយគឺជារ៉ាន់ម៉ាគាត់បាននិយាយតបទៅកាន់យូហ្គាវិញថាមិនឥឡូវបើដឹងហើយបើចង់សាច់មកកាន់គាត់សាយទៅគាត់ថាអីទេគាត់ចាំទេថាគាត់នឹងបានធ្វើអីទៅលើយូហ្គាបានធ្វើយូហ្គាសោកគាត់ថ្នាក់នឹងប៉ុន្តែសម្រាប់ខ្លួនគាត់វិញគាត់ក៏មិនសប្បាយចិត្តដែរជាមួយរូបរាងកាយបែបនេះយូហ្គាក៏បាននិយាយឆ្លើយតបទៅកាន់រ៉ាន់ម៉ាវិញថាគាត់បានសាយទៅនឹងរ៉ាន់ម៉ាទេប៉ុន្តែពេលសម្ដីរ៉ាន់ម៉ានិយាយមកនោះបានធ្វើឲ្យគាត់អស់សំណើចទៅវិញបានខ្លួនប៉ាមកឡើងខ្ជូតចឹងមើលធ្វើខ្លួនឯងកំសត់អីណារួចគាត់ក៏បានស្រែនៅកណ្ដាលដែលគាត់បានពាក់លើក្បាលហ្នឹងមកក៏វាគប់ទៅកាន់រ៉ាន់ម៉ាដូចជាកងចាក់ចឹងហើយអាកណ្ដាលហ្នឹងស្រាចេះអស់ហើយឃើញចឹងអាកាណេនេះបាននិយាយថានាងនឹងទៅយកទឹកក្តៅឲ្យប៉ុន្តែរ៉ាន់ម៉ាវិញក៏បាននិយាយឲ្យអាកាណេហ្នឹងបាយទៅទេចាត់មានគ្រោះថ្នាក់អាកាណេនេះបានតបវិញថាអត់អីទេរ៉ាន់ម៉ាគាត់ក៏បានរត់ទៅមើលអាកាណេឃើញការល្អចឹងយូហ្គាគាត់ក៏បានគប់ឆាតរបស់គាត់ទៅកាន់រ៉ាន់ម៉ាគាត់ក៏បានតរឆាតនឹងហើយក៏បានយកឆាតនោះធ្វើជាអាវុធទៅទប់ទល់ទៅនឹងកងចៅរបស់យូហ្គាហើយយើងបានឃើញថារ៉ាន់ម៉ាក៏កាន់តែឆាតទៅដៃម្ខាងទេចឹងមានន័យថារ៉ាន់ម៉ាគឺគាត់ខ្លាំងជាងយូហ្គាទៀតដោយសារតែដៃម្ខាងទៀតហ្នឹងស្រួលធ្ងន់ជាងអាឆាតហ្នឹងទៀតរ៉ាន់ម៉ាគាត់ក៏បានបីអាកាណេទៅដល់លើដបូលមួយទៅដល់កន្លែងហ្នឹងបន្ទាប់ពីពួកគេបានអៀនគ្នាបន្តិចបន្តួចហើយហ្នឹងក៏បានឆ្លោះគ្នាបន្តទៀតរ៉ាន់ម៉ាក៏បានថាឲ្យអាកាណេថាអាកាណេដើរចេះមើលទេមិញនឹងប៊ីតាមានគ្រោះថ្នាក់ហើយអាកាណេនេះបានតបវិញថារ៉ាន់ម៉ាគឺគាត់បានយកឈ្នះទៅលើអពរិយោហ្គាហ្នឹងក្នុងទម្រង់ជាស្រីបានទេចឹងហើយបានជំនាញចង់ទៅយកទឹកក្តៅឲ្យគាត់ហើយនៅពេលដែលពួកគេទៅពីរអ្នកកំពុងតែឆ្លោះគ្នាហ្នឹងរិយោហ្គាគាត់ក៏បានដើរមកដល់ហើយគាត់ក៏បានយកខ្សែដែលគាត់ចងនៅចង្កេះហ្នឹងមកធ្វើជាអាវុធកាប់អាកន្លែងហ្នឹងឆ្វៀងបាក់ខ្ទេចហើយពេលកំពុងតែធ្លាក់មកនឹងរ៉ាន់ម៉ានិងអាកាណេនឹងក៏បានឆ្លោះគ្នាទៀតអាកាណេនេះបានប្រាប់ឲ្យរ៉ាន់ម៉ាលេងនាងទៅរ៉ាន់ម៉ាក៏បានតទៅវិញថាមិនមែនគាត់ចង់បីអាកាណេណាហើយក៏បានថាឲ្យអាកាណេនឹងគឺជាមនុស្សល្ងងអាកាណេនេះបាននិយាយទៅកាន់រ៉ាន់ម៉ាជាមួយនឹងទឹកភ្នែកដ៏លហេបលហាបថាបើសិនជាការបារម្ភរបស់នាងទៅកាន់រ៉ាន់ម៉ាគួរឲ្យធន់នៅថ្នាក់នឹងនាងឈប់ក៏បានដែរសុំទៅផងដែលបានរំខានទៅកាន់គាត់រួចនាងនឹងក៏បានដើរចាក់ចេញទៅហើយពេទ្យយូហ្គានេះគឺអត់តន់ចប់ទៀតគាត់ក៏បានវាប្រហារទៅលើរ៉ាន់ម៉ាក៏បានដាក់ពេទ្យនឹងមកជើងផ្លាប់ដែលបានធ្វើអាវុធរបស់គាត់នឹងវាក៏បានប៉ានទៅលើមេឃរួចរ៉ាន់ម៉ាគាត់ក៏បានដើរទៅកាន់អាកាណេនិងបានហៅទៅកាន់នាងអាកាណេនេះក៏បានងាកមកនិងបាននិយាយទៅកាន់រ៉ាន់ម៉ាទៀតថានាងលេងខ្វល់ហើយចាប់តាំងពីថ្ងៃនេះទៅនាងនិងរ៉ាន់ម៉ានេះគឺគ្មានតំណែងអ្វីទៀតទេ